ជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តធុបនិងសួស្តីបងប្អូនសាពេតទាំងអស់គ្នាបាទថ្ងៃនេះដុកទ័រសុនសូមធ្វើការចែកម្លែកពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តធុបនិងបងប្អូនសាពេតទាំងអស់គ្នាអំពីប្រធានបទសុខភាពមួយទៀតហើយបាទថ្ងៃនេះយើងលើកឡើងអំពីការមានកូនបាទអញ្ចឹងតកតូននឹងការមានកូនដែរបាទថ្ងៃនេះយើងមានប្រធានបទថ្មីមួយទៀតដើម្បីចែកម្លែកគឺយើងយកអំពីអាការៈអ្នកមានកូនដែលភាសាអង់គ្លេសហៅថា pregnancy symptom បាទឃើញថាតើតើនឹងស្ត្រីដែលគាត់មានកូនដំបូងបាទគាត់តែងតែចង់ដឹងឲ្យបានលឿនអំពីអាការៈមានកូនហ្នឹងយើងចង់ដឹងថាតើអាការៈអ្នកមានកូនហ្នឹងមានអាការៈរោគសញ្ញាអ្វីខ្លះបាទយើងចង់ដឹងតើអ្នកនាងសូមស្ដាប់ការបកស្រាយរបស់ខ្ញុំបាទជាបន្តបន្ទាប់ដូចតទៅបាទអញ្ចឹងមាតិកាក្នុងនោះនេះយើងឃើញមាន3ចំណុចសំខាន់ទី1គឺសេចក្តីផ្ដើមទី2អាការៈអ្នកមានកូននិងទី3រោគវិនិច្ឆ័យការមានកូនបាទយើងចង់ដឹងថាតើអ្នកមានកូននោះមានអាការៈរោគសញ្ញាអ្វីខ្លះអាចសម្គាល់បានហើយរោគវិនិច្ឆ័យការមានកូននឹងគេត្រូវធ្វើយ៉ាងណាខ្លះដែរបាទយើងចង់ដឹងតោះនេះសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលស្អីផ្ដើមការមានកូនគឺជាអំឡុងពេលមួយកូនចាប់កំណើតនិងធ្វើការលូតលាស់នៅក្នុងស្បូនរបស់ស្ត្រីការមានកូនធ្វើឲ្យស្ត្រីចាប់ផ្ដើមមានសញ្ញាលេចចេញជាបន្តបន្ទាប់គឺស្ត្រីអាចសម្គាល់បានអញ្ចឹងស្ត្រីគួរតែរៀនសម្គាល់អំពីសញ្ញាតេតនការមានកូនដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតេតអាការៈអ្នកមានកូនតើអ្នកមានកូននឹងលេចចេញជាអាការៈអ្វីខ្លះបាទយើងចង់ដឹងតោះនេះសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលអាការៈអ្នកមានកូនទី1គឺបាត់រដូវបាទបាត់រដូវបាទឬក៏រាំងរដូវបាទអាហ្នឹងគឺជាអាការៈទី1ដែលយើងឃើញមានតកតទៅនឹងការមានកូនហ្នឹងអញ្ចឹងមានថាស្ត្រីមានបាត់រដូវឬក៏រាំងរដូវត្រូវចាប់អារម្មណ៍អំពីអាការៈមានកូនហ្នឹងយើងមើលជាបន្តទៅទៀតតកតអាការៈអ្នកមានកូនទី2គឺស្ត្រីចាញ់កូនគឺចង្អោរក្អួតនៅពេលព្រឹកបាទអញ្ចឹងស្ត្រីខ្លះក៏អត់បានចាប់អារម្មណ៍ដែរគិតថាគាត់មានបញ្ហាកាពះពោះវៀនដែលជាចង្អោរគូនៅពេលព្រឹកហ្នឹងភ្លេចគិតតកតទៅនឹងការមានកូនចឹងបើសិនជាស្ត្រីក្នុងវ័យបន្តពូជមានដៃគូឬក៏រៀបការរួចហើយស្រាប់តែមានអាការៈចង្អោរគូនៅពេលព្រឹកត្រូវចាប់អារម្មណ៍អានឹងវាអាចជាអាការៈចាញ់កូនផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតើតើអាការៈអ្នកមានកូនទី3គឺមានការឡើងតឹងឈឺឬក៏សង្កេតដោះបាទអញ្ចឹងការឡើងតឹងឈឺសង្កេតដោះហ្នឹងស្ត្រីខ្លះក៏អត់បានចាប់អារម្មណ៍ដែរប៉ុន្តែត្រូវចាប់អារម្មណ៍នៅពេលដែលស្ត្រីដល់វ័យដល់ពេលដែលត្រូវមកដៅស្រាប់តែវាអត់ឃើញមកហើយឈឺតឹងឈឺសង្កេតដោះហ្នឹងបាទហ្នឹងគឺជាអាការៈមួយដែរតេតទៅនឹងអ្នកមានកូនបាទអញ្ចឹងយើងមើលបន្តទៅទៀតតេតទៅអាការៈអ្នកមានកូនទី4គឺស្ត្រីមានសញ្ញានំញឹកបាទអញ្ចឹងបើសិនជាស្ត្រីក្នុងវ័យបន្តពូជបាទហើយមានដៃគូឬក៏រៀបការរួចហើយស្រាប់តែមានសញ្ញានំញឹកបាទត្រូវចាប់អារម្មណ៍ផងដែរតេតទៅនឹងអាការៈអ្នកមានកូនហ្នឹងក្រៅពីការមានកូនវាអាចមានរឿងផ្សេងដែរបាទក្នុងហ្នឹងក៏យើងត្រូវគិតផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតើតើអាការៈអ្នកមានកូនទី5គឺស្ត្រីមានសញ្ញាទល់លាមកបាទអញ្ចឹងសញ្ញាទល់លាមកហ្នឹងគឺកើតឡើងដោយសារបម្រែបម្រួលអរម៉ូននៃការមានកូនវាមានការកើនឡើងជាពិសេសគឺតើតើការកើនឡើងនៃអរម៉ូនប្រូហ្សេស្តេរ៉ូនដែលធ្វើឲ្យស្ត្រីហ្នឹងមានអាការៈតើតើនឹងការទល់លាមកផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតើតើអាការៈអ្នកមានកូនទី6គឺស្ត្រីមានសញ្ញាហើមពោះឬក៏រិចប៉ោងនៃពោះបាទអញ្ចឹងហើមពោះឬក៏រិចប៉ោងនៃពោះហ្នឹងដោយសារអំពើនៃអរម៉ូននៃការមានកូនហ្នឹងជាពិសេសគឺប្រសិទ្ធសេរ៉ូនឹងអាចវាបន្ថយចលនារបស់ពោះវៀនបាទហើយនឹងការរីកធំរបស់ស្បូនអាហ្នឹងគឺអាចធ្វើឲ្យស្ត្រីហ្នឹងមានការថយចុះនៅចលនាខ្យល់ក្នុងពោះវៀនអាចស្ត្រីហ្នឹងមានការរីកប៉ោងនៃពោះឬក៏ហើមពោះផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតើតើអាការៈអ្នកមានកូនទី7គឺស្ត្រីអស់កម្លាំងជាងធម្មតាបាទអញ្ចឹងសញ្ញាអស់កម្លាំងជាងធម្មតាហ្នឹងគេសង្កេតឃើញលើស្ត្រីភាគច្រើនដែលតកតងនឹងអ្នកមានកូនផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតើតើអាការៈអ្នកមានកូនទី8គឺស្ត្រីមានធ្លាក់ឈាមលាងក្បាលកូនតិចតួចដែលស្ត្រីខ្លះអាចច្រឡំជាមួយនឹងការមករដូវយើងឃើញថាការធ្លាក់ឈាមលាងក្បាលកូនហ្នឹងគឺមានចំពោះស្ត្រីមួយចំនួនតែប៉ុណ្ណោះបាទធ្លាក់ឈាមលាងក្បាលកូនយើងឃើញថាភាគច្រើនគឺមានពណ៌ផ្កាឈូក
បាទហើយបរិមាណឈាមហ្នឹងគឺតិចតួចទេគ្រាន់តែដូចស្នាមប្រឡាក់តែប៉ុណ្ណោះបាទអញ្ចឹងយើងមើលបន្តទៅទៀតតើតើអក្សរអ្នកមានកូនទី9គឺស្ត្រីមិនចូលចិត្តឬក៏ធំអាហារមួយចំនួនដែលពីមុនមកគាត់ចូលចិត្តធម្មតាទេអាហារទាំងអស់ស្រាប់តែគាត់មានកូនធ្វើឲ្យគាត់មិនចូលចិត្តឬក៏ធំអាហារមួយចំនួនចង់ឲ្យចង់អួតផងដែរបាទទាំងអស់ហ្នឹងគឺស្ត្រីអាចចាប់អារម្មណ៍បានបើសិនជាមានសញ្ញាក្នុងនឹងភាគច្រើនអាហ្នឹងហើយគឺជាអក្សរអ្នកមានកូនហ្នឹងបាទអញ្ចឹងយើងមើលបន្តទៅទៀតតកតងរកវិនិច្ឆ័យការមានកូនធ្វើម៉េចឲ្យដឹងច្បាស់ថាគាត់ពិតជាមានកូនមែនបាទអញ្ចឹងរកវិនិច្ឆ័យតកតងការមានកូនហ្នឹងគឺយើងមើលរកវិនិច្ឆ័យការមានកូនឬក៏រកវិនិច្ឆ័យនៃការមានផ្ទៃពោះគឺផ្អែកទៅលើការសាកសួរប្រវត្តិនិងការពិនិត្យរាងកាយទី2គឺការវិតម្លៃតាមរយៈតេស្តមន្ទីរពិសោធន៍និងទី3គឺការធ្វើអេកូផ្ទៃពោះបាទអញ្ចឹងទាំង3ហ្នឹងឯងអាចកំណត់បានតកតងនឹងការមានកូនរបស់ស្ត្រីនឹងផងដែរបាទអញ្ចឹងបើសិនជាស្ត្រីនៅតែមិនច្បាស់អំពីការមានកូននឹងឃើញថាខាងប្រាសាទនេះខ្ញុំផ្ដល់សេវាពិនិត្យនិងតាមដានការមានកូនព្រមទាំងអេកូផ្ទៃពោះកូនដំបូងក្នុងតម្លៃសមរម្យផងដែរអាចធ្វើការប្រឹក្សាសុខភាពតាមលេខ Telegram 3ខ្សែគឺ092 59 3350 088 3132 225ហើយនិង016 58 57 64ផងដែរហើយបើចង់រកទីតាំងយើងមានមធ្យោបាយ2គឺអាច scan តាម QR code ឬក៏មើលតាមផែនទីផ្ទាល់បាទអញ្ចឹងបើលោកស្រីគាត់មាន iPhone អាចចូលក្នុង App Store បាទស្វែងរកកម្មវិធី QR code reader ដំឡើងកម្មវិធីនឹងមកបាទកម្មវិធីហ្នឹង scan លើ QR code យើងខ្ញុំគឺ load Google Map ឃើញទីតាំងខ្ញុំហើយឬក៏លោកស្រីមានទូរស័ព្ទផ្សេងក្រៅពី iPhone អាចចូលក្នុង Google Play ឬ Play Store ស្វែងរកកម្មវិធី Google Lens បាទដោយអក្សរស្រាប់ដំឡើងកម្មវិធីនឹងមកបាទកម្មវិធីហ្នឹង scan លើ QR code យើងខ្ញុំក៏ load Google Map ឃើញទីតាំងខ្ញុំដែរឬក៏យ៉ាងទៅយើងមើលតាមផែនទីផ្ទាល់បាទយើងអាចចុះតាមខ្លងទ្វារវត្តអន្សមសល់បត់តាមវត្តខាងស្ដាំដៃចុះតាមផ្លូវ 16BT ត្រង់ចុងផ្លូវគឺដល់ទីតាំងខ្ញុំហើយឬក៏យ៉ាងទៅអាចចុះតាមផ្លូវតផុនច្រកចូលទៅមុខហាង Pizza Comedy តែម្ដងបើសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់តាមដានព័ត៌មានសុខភាពថ្មីៗទៅថ្លៃច្រើនទៀតអាចចូលរួមជាមួយនឹង Channel Telegram យើងខ្ញុំគឺ MD Coxon Official បាទអាចធ្វើការ scan QR code ហ្នឹងទៅដើម្បីចូលទៅក្នុង channel យើងខ្ញុំបាទចុច Subscribe ឬក៏ Join ដើម្បីតាមដានព័ត៌មានសុខភាពថ្មីៗដោយគិតថ្លៃច្រើនទៀតផងដែរបើសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់ទទួលបាននូវវីដេអូអប់រំសុខភាពថ្មីៗបន្ថែមទៀតទាក់ទងនឹងជំងឺរោគស្ត្រីបាទសញ្ញានៃការមានកូនសញ្ញានៃការមានកូនខុសធម្មតាបាទក៏ការយល់ដឹងអំពីតេស្តផ្សេងៗនៅក្នុងផ្នែករោគស្ត្រីក៏ដូចជាការធ្វើតេស្តផ្សេងៗក្នុងផ្នែកវិទ្យាសាស្ត្រនិងការយល់ដឹងអំពីថ្នាំនិងវ៉ាក់សាំងបាទយើងអាចចូលទៅក្នុង YouTube Channel វាយពាក្យ Dr. Sun បាទដែលអក្សរស្រាប់គឺអក្សរ D ធំមក O dot ដកឃ្លា S អក្សរធំ U N N បាទដែលអក្សរស្រាប់ជួយ search ស្វែងរកទៅពេលហ្នឹងឃើញ logo របស់យើងខ្ញុំហើយចុះក្នុង Channel ចុចពី Subscribe និងរូបកណ្ដឹងបាទចុចពី Subscribe និងរូបកណ្ដឹងគឺសម្រាប់អ្នកថ្មីៗដែលមិនទាន់បាន Subscribe អញ្ចឹងនៅពេលដែលយើងផុសវីដេអូលើក្រោយនឹងឃើញក្នុងបណ្ដាញ YouTube ជាបន្តបាទចូលរួម Subscribe អ្នកមួយដើម្បីលើកទឹកចិត្តក្នុងការធ្វើវីដេអូជាបន្ថែមទៀតបាទសូម